ចាជម្រាបសួរអំពូមីងទាំងអស់គ្នាឃើញសភាពមន់បែបនេះបងប្អូនសាក់ទីទៅមើលថាចេញមកហូបអីទាំងអស់គ្នាចាបងប្អូនមើលមន់នេះគឺមន់ស្រែសុទ្ធ 100% ចាគឺមន់ស្រែបងប្អូនមើលសភាពគឺបែបហ្នឹងណាមន់ស្រែសំបីតែខ្លាញ់កពណ៌លឿងសាច់កពណ៌លឿងមិនលិបល្មៀតទេណាទាំងអស់គ្នាចាគឺខ្ញុំថ្ងៃនេះគឺចេញបបរមន់ចាគឺបបរមន់ស្រែទាំងអស់គ្នាជាតិសាហាវហ្មងណាចាបងប្អូនមើលសភាពមន់របស់យើងនេះឃើញទេឡើងលឿងហ្មងឡើងលឿងប្រងហ្មងណាចាគឺមន់ស្រែពិតដាក់មកគឺជាតិស្លប់ហ្មងទាំងអស់គ្នាចាឆ្ងាញ់ខ្លាំងណាឆ្ងាញ់ខ្លាំងមែនតើចាអញ្ចឹងបបរមន់មួយឆ្នាំងនេះបងប្អូនឃើញទេចាគឺខ្ញុំប្រើជាមួយទៅនឹងមន់ស្រែមានជាមួយទៅនឹងផ្សិតចំបើងអញ្ចឹងណាទាំងអស់គ្នាជាមួយនឹងកខ្ញុំដាក់មកកំប៉ុងអញ្ចឹងទៅចាហើយនេះរួចរាល់ហើយចាអញ្ចឹងគ្រាន់តែដួសមកមួយចាននេះគឺខ្ញុំមានបន្ថែមជាមួយនឹងភ្លៅមន់មួយភ្លៅមន់ហ្នឹងបើសិនជាយកមកឲ្យអត់ឆ្ងាញ់ទេទាំងអស់គ្នាយកមកខាំញ៉ាំណាដាក់លើចានអញ្ចឹងហើយយកវាមកខាំញ៉ាំអូឆ្ងាញ់សាហាវទាំងអស់គ្នាចាឆ្ងាញ់សាហាវចាចឹងសាកមើលឆ្ងាញ់សាហាវប៉ុណ្ណាបងប្អូនសាកមើលសាកធ្វើញ៉ាំមើលចាចឹងខ្ញុំចាប់ដើមដាក់គ្រឿងក្រៅនេះដោយសារតែបបរហ្នឹងខ្ញុំដួសមកក្តៅអញ្ចឹងសណ្ដែកគឺខ្ញុំដាក់ពីលើតែម្ដងចាបើសិនជាបងប្អូនអត់ចេះញ៉ាំអាគ្រឿងកពុលទេដាក់ពីក្រោមទៅមុននឹងដួសបបរយើងដាក់ពីក្រោមទៅចាហើយដាក់ជីដាក់ខ្ទឹមបំពងអីចឹងមកចាហើយបន្ទាប់មកទៀតទៅដាក់ខ្ញីចូលថែមទៀតអត់បានចាគឺខ្ញីហ្នឹងហើយគឺឆ្ងាញ់បំផុតហើយបងប្អូនច្បាច់ក្រូចឆ្មាចូលបន្តិចទៀតមកចាក្រោយពីច្បាច់ក្រូចឆ្មាហើយខ្ញុំដាក់ម្រេចចូលបន្តិចទៀតមកចាដាក់ម្រេចជាពិសេសគឺថែមសៀងមួយទៀតទាំងអស់គ្នាចាមានសៀងខ្សែមួយទៀតមកគឺពិសេសអែមហ្មងអរគុណទាំងអស់គ្នា